ប្រេងថែរក្សាបារមីតិចក្តីច្រើនក្តីលោកគ្រូនៅតែធ្វើថ្ងៃនេះកូនព្រំពិសែទំនេរពីការសិក្សាចង់ឃើញប៉ាកូនចង់មើលប៉ាធ្វើប្រេងថែរក្សាបារមីក៏ដូចជាចំណេះដឹងមួយលោកគ្រូត្រូវចេញជាវីដេអូជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនានិងស្ដាប់ឃើញតែលោកគ្រូចេញប្រេងថែរក្សាបារមីចុះពេលដែលស្លម្ដងមិនដែរនេះជាវីដេអូដែលលោកគ្រូបង្ហាញនិងបង្ហាត់ត្រួសខ្លីៗប៉ុន្តែពេលដែលយើងស្លគឺប្រើពេលវេលាយូរណាស់ទាំងការរៀបចំកិច្ចពិធីត្រឹមត្រូវតាមក្បួនខ្នាតដូនតាខ្មែរយើងដែលលោកគ្រូបានហាត់រៀនពីចាស់ពីដើមដែលគាត់ពន្យល់នៃកិច្ចពិធីស្លប្រេងក្តីកិច្ចពិធីចម្លាក់ក្តីគឺតែងតែមានកិច្ចមានក្បួនខ្នាតណាជាមុនដំបូងលោកគ្រូបានរៀបចំចក្រានក៏ដូចជាដាក់ប្រេងហ្នឹងគឺប្រើជាប្រេងដូងត្រជាក់បន្ទាប់មកយើងអុជធូបអុជទៀន4ជ្រុងដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក៏ដូចជាទេវតារុក្ខទេវតាថែរក្សាទឹកដីភ្លើងខ្យល់និងស្ដេចទេវតាចក្រឡុកកបាទាំង4អង្គណាអញ្ចឹងទៀនទាំង4ហ្នឹងគឺយើងពាត់បដិញគ្នាអញ្ចឹងបន្ទាប់មកយើងសូត្រនេមោ3ចប់រំលឹកនឹកគុណគ្រូបជាតូចគ្រូបជាធំគ្រូបជាកំណើតជាពិសេសព្រះពិស្ណុកាមហាគ្រូក៏ត្រូវតែដឹងឮនៅកិច្ចពិធីនេះដែរបន្ទាប់ពីនោះមកយើងសូត្រនេមោ3ចប់មួយសាទៀតយើងសូត្រអិតិពិសោនិងផ្សាយមេត្តាចិត្តបន្ថែមពេលដែលយើងថែមផ្កាហ្នឹងណាបន្ទាប់មកប្រេងយើងចាប់ផ្ដើមក្តៅបណ្ដាហើយនិងថ្លាបណ្ដាយើងចាប់ផ្ដើមសូត្រដាស់នៅប្រេងហ្នឹងគឺយើងដាស់ហ្នឹងគឺដាស់ជាទូទៅពុកម៉ែបងប្អូនខ្លះដែលរៀនមុនវិជ្ជាការគាត់យល់ហ្នឹងហើយការសូត្រការអីទៅតាមគ្រូនីមួយលោកបង្ហាត់បង្រៀនណាអញ្ចឹងវិជ្ជានីមួយគឺអាស្រ័យទៅលើគ្រូគាត់បង្ហាត់បង្រៀនដែរទៅតាមភូមិស្រុកនានាណាបន្ទាប់មកយើងចាប់ផ្ដើមយកគម្របឆ្នាំងក្របសិនហើយយើងទាញអំបោះដើម្បីរុំភ្ជាប់ឆ្នាំងកវ៉ាត់ពីលើទៅចំហៀងទៅស្ដាំពេលដែលយើងកវ៉ាត់ជុំចិត្តហើយយើងទុករយៈពេលមួយល្មមនៃទឹកនឹងពុះបាទហើយយើងទាញខ្សែហ្នឹងពាត់ទៅលើប្រភុំបាទព្រោះអីប្រភុំជាតួអង្គសំខាន់នៅក្នុងគេហដ្ឋានក៏ដូចជាផ្ទះពុកម៉ែបងប្អូនទូទៅប្រភុំបកោពធនីហ្នឹងគឺសំខាន់ណាស់ជាទេវតាមួយអង្គដែលថែសារផ្ទះភូមិឋានយើងពេលដែលយើងរៀបកិច្ចពិធីត្រូវរំលឹកដល់ប្រភុំមុនណានឹងឯនេះជាតួអង្គដែលគ្រូឆ្លាក់ផ្ទាល់ប្រភពហ្នឹងណាបន្ទាប់មកក៏បញ្យល់កូនព្រំពិសែបន្ថែមថាពេលដែលកូនធ្វើអញ្ចឹងយកកាយវិចារចិត្តកូនធ្វើដោយការស្មឹងស្មាតនិងយកចិត្តទុកដាក់កុំឲ្យបែកអារម្មណ៍ដូចតែចម្លាក់ដែរទេជាពិសេសនៅក្នុងចិត្តកូនធ្វើដោយមេត្តាចិត្តណាឥឡូវលោកគ្រូមើលថានីតិល្មមឲ្យយើងរៀបចំប្រេងចូលដបហើយលោកគ្រូក៏ដាក់ចូលដបប្រេងដោយការប្រុងប្រយ័ត្នខ្ពស់អញ្ចឹងហើយសរុបសេចក្តីមកចំពោះការធ្វើប្រេងស្លប្រេងលោកគ្រូដាក់មានតាំងពីបញ្ញាក្អែកកតិចបញ្ញាក្អែកដែលលោកគ្រូសាងក្តីក៏ដូចជាផ្កាបញ្ញាក្អែកនៅស្រស់លោកគ្រូកិនឲ្យម៉ត់ហើយដាក់ចូលប្រេងកមួនក៏ដូចជាប្រេងដូងត្រជាក់សុទ្ធណាប្រេងធម្មជាតិហ្នឹងគឺយើងហូបបានពេលហើយស្លដូចវីដេអូដែលពុកម៉ែបងប្អូនឃើញអញ្ចឹងតម្រាំបានមួយដបគឺមិនងាយទេណាហើយលោកគ្រូមានតែប៉ុណ្្នឹងទេជាចុងក្រោយនេះលោកគ្រូក៏សូមលើកម្រាមដៃ10គ្រប់ថ្វាយបង្គំលាព្រះសង្ឃគ្រប់ព្រះអង្គតាមឋានានុក្រមនិងសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់ទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសពីលោកគ្រូព្រំពិសិដ្ឋក៏សូមអរគុណសូមជម្រាបលា